អូនទាំងអស់គ្នាថ្ងៃនេះដែរចង់បង្ហាញបងប្អូនពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនតើធ្វើអីខ្លះចឹងចាបងប្អូនពេលព្រឹកគឺអត់បានថតវីដេអូទេបងប្អូនតើតាតនេពីការងារទើបខ្ញុំបានថតវីដេអូហើយនេះគឺយប់ហើយបងប្អូនគឺរៀបចំបិទហាងហើយយប់ហើយខ្ទង់ម៉ោង11បងប្អូនហើយរៀបចំកាត់អីវ៉ាន់ជូនភ្ញៀវបងប្អូនដើម្បីត្រៀមទុកឲ្យកូនជាងគាត់ដេកពេលព្រឹកឡើងចឹងណាហើយខ្ញុំកាត់ចំនួនដូចជា5អាវបងប្អូន5អាវ ហើយនេះគឺជាប្រភេទអីវ៉ាន់ដែលភ្ញៀវគាត់យកកណាត់មកកាត់នៅទីតាំងផ្ទាល់ប្រភេទពណ៌ទឹកសមុទ្របងប្អូនហើយខ្ញុំអត់បានបង្ហាញចិត្តទេបងប្អូនដោយសារតែនេះគឺជាសកម្មភាពប្រចាំថ្ងៃខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនហើយនឹងចង់ជំរាបប្រាប់បងប្អូនថាបើសិនជាមានpage ដែលគាត់បង្ហោះលក់ប្រភេទជារ៉ូបសាមញ្ញធម្មតាតម្លៃធូរថ្លៃនិងឈុតប្រពៃណីតម្លៃធូរថ្លៃបងប្អូនចង់ប្រាប់បងប្អូននៅក្នុងវីដេអូនេះដែរថាមិនមែនជា page បងប្អូនទេ ដោយសារតែមានបងខលខូចមួយចំនួនគាត់បានយកឈ្មោះ profile របស់ខ្ញុំហើយនិងឈ្មោះហាងរបស់ខ្ញុំផ្ទាល់ profile និងឈ្មោះរបស់ខ្ញុំយកទៅបន្លំមកស៊ីបោកបងប្អូនថាជាហាងរបស់ខ្ញុំអញ្ចឹងណាបងប្អូនដោយសារតែមានបងច្រើនដែលគាត់ comment នឹងឆាតសួរខ្ញុំអីវ៉ាន់អត់ឃើញដាក់ជូនគាត់ចឹងណាទាំងដែលខ្ញុំអត់ទទួលបានអីវ៉ាន់ដែលបងគាត់ order ពីខ្ញុំទេអញ្ចឹងក៏ខ្ញុំចម្លែកហើយក៏មានបងដែលគាត់បានប្រាប់ដែរថាគាត់កំងរ៉ូបតម្លៃប៉ុណ្នេះតម្លៃដូចជាតែ20ជាងដុល្លារអីទេហើយខ្ញុំគឺអត់មានបានធ្វើប្រភេទរ៉ូបសាច់ស្រូវអីលក់អញ្ចឹងទេបងប្អូនជាទូទៅគឺហាងរបស់ខ្ញុំគឺខ្ញុំធ្វើផលិតតែប្រភេទអាវញ៉ាំការជូនភ្ញៀវហើយនិងបងកំងតាមអនឡាញ ប្រភេទឈុតប៉ាក់ហូបផាមួងបងប្អូនប្រភេទអឺរ៉ុបសាមញ្ញធម្មតាគឺខ្ញុំអត់ដែរធ្វើលក់អីណាបងប្អូននិយាយទៅគឺគាត់យក page ឈ្មោះរបស់ខ្ញុំនិង profile របស់ខ្ញុំនឹងតែម្ដងបងប្អូនអញ្ចឹងបើសិនជាមាន page ដែលតាក់ទងទៅបងឬក៏បង្ហោះលក់តម្លៃធូរថ្លៃឬក៏ពេលខ្លះគាត់យករូបភាពពីហាងរបស់ខ្ញុំទៅគាត់យកទៅបង្ហោះ page ដែលគាត់បន្លំពីហាងខ្ញុំហើយគាត់ដាក់លក់ក្នុងតម្លៃធូរបងប្អូនគាត់លក់តម្លៃត្រឹមតែមួយឈុត25ទៅ30ឬក៏$40អីទេហើយយក page ទាំង page ខ្ញុំឈ្មោះរបស់ខ្ញុំ profile របស់ខ្ញុំហើយយកម៉ូដសម្លៀកបំពាក់ខ្ញុំហើយទៅផុសលក់តម្លៃថោកមែនទែនបងប្អូនសឹងថាខ្ញុំធ្វើអត់កើតណាបងប្អូនខ្ញុំនឹងដាក់លេខទូរស័ព្ទនៅក្នុងវីដេអូនេះបងប្អូនបើសិនជាមានលេខខុសពីលេខខ្ញុំតាក់ទងទៅបងប្អូនទីឲ្យបាញ់លុយវេលុយឬក៏កក់លុយអីបងប្អូនអាចខលមកលេខទូរស័ព្ទនឹងបានដោយសារតែបើសិនជាមិនមែនជាលេខរបស់ខ្ញុំទេខ្ញុំអត់ទទួលខុសត្រូវទេដោយសារមានបងស្រីម្នាក់គាត់បានមកទាមទារខោអាវពីខ្ញុំថាខ្ញុំអត់បានដាក់អីវ៉ាន់ជូនគាត់ចឹងណាទាំងដែលខ្ញុំអត់ទទួល order ពីគាត់អត់ទាំងដឹងថាអីវ៉ាន់អីដែរចឹងបងប្អូន ហើយក៏អត់ដែលដឹងថាមានអ្នកយក page ខ្ញុំបន្លំយកទៅរកស៊ីដូចគ្នាដែរបងប្អូនការពិតទៅបងប្អូនយើងជាខ្មែរដូចគ្នាមិនគួរនឹងត្រូវមកបន្លំយកឈ្មោះអ្នកដទៃទៅរកស៊ីបោកបញ្ឆោតអ្នកដទៃអញ្ចឹងទេបងប្អូនបងប្អូនយើងសាង brand មួយយើងសាងស្នាដៃមួយមិនងាយទេយើងធ្វើរាប់ឆ្នាំបងប្អូនតែអ្នកដែលគេចម្លងពីយើងទៅគេយកទៅតែមួយថ្ងៃទេគេអាចរកស៊ីបានបងប្អូនត្រូវតែប្រយ័ត្នពី page បោក